សំណួរវិញ្ញាសាប្រវត្តិវិទ្យាសំណួរទី1តើការចូលជាសមាជិកអាស៊ានផ្ដល់នូវផលប្រយោជន៍អ្វីខ្លះដល់កម្ពុជាចំឡើយប្រទេសកម្ពុជាបានទទួលផលប្រយោជន៍ពីការចូលជាសមាជិកអាស៊ាននោះគឺផ្នែកនយោបាយកម្ពុជាលែងជាប្រទេសឯកាតទៅទៀតកម្ពុជាអាចឈរស្មើមុខស្មើមាត់ជាមួយប្រទេសដែលជាសមាជិកនិងចូលរួមរាល់ការសម្រេចចិត្តនៅក្នុងតំបន់កម្ពុជាបានរក្សានូវសន្តិសុខសេរីភាពនិងអធិបតេយ្យភាពកម្ពុជាអាចចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយប្រទេសសមាជិកអាស៊ានកម្ពុជាអាចដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្នែកសេដ្ឋកិច្ចកម្ពុជាអាចក្លាយជាកន្លែងវិនិយោគដ៏ទាក់ទាញអាចធ្វើពាណិជ្ជកម្មមានភាពងាយស្រួលជាងមុនប្រជាជនអាចមានការងារធ្វើបានយ៉ាងទូលំទូលាយក្នុងនិងក្រៅប្រទេសទេសចរក៏មានការកើនឡើងការចូលជាសមាជិកអាស៊ានជាផ្នែកមួយដែលជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជារៀងរាល់ឆ្នាំកម្ពុជាអាចទទួលបានប្រាក់កម្ចីដ៏ច្រើនពីធនាគារអភិវឌ្ឍន៍អាស៊ីនិងប្រទេសជាមិត្តទាំង10នៅក្នុងអត្រាការប្រាក់ទាបហើយមានរយៈពេលយូរកម្ពុជាទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍខាងវិស័យផ្សេងៗដូចជាកសិកម្មឧស្សាហកម្មនិងពាណិជ្ជកម្មផ្នែកសង្គមការផ្លាស់ប្តូរចំណេះដឹងសង្គមវប្បធម៌និងប្រពៃណីទំនៀមទម្លាប់ព្រមទាំងផ្នែកអប់រំវិទ្យាសាស្ត្របច្ចេកទេសពីបណ្ដាប្រទេសសមាជិកអាស៊ានកម្ពុជាទទួលបាននូវកិច្ចសហការជាមួយប្រទេសក្នុងតំបន់ក្នុងការថែរក្សាសន្តិភាពទប់ស្កាត់ការជួញដូរមនុស្សថ្នាំញៀននិងអំពើភេរវកម្មផ្នែកទំនាក់ទំនងជួយជំរុញឲ្យមានការកសាងហេដ្ឋារចនាសម្ព័ន្ធនិងផ្លូវគមនាគមន៍ការលើកលែងទិដ្ឋាការក្នុងប្រទេសសមាជិកអាស៊ានសំណួរទី2តើប្រទេសកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃខែឆ្នាំណាតើការទទួលបានឯករាជ្យនេះមានអត្ថន័យដូចម្តេចខ្លះចំពោះកម្ពុជានៅក្នុងសំណួរនេះសូមបងប្អូនកំណត់ចំណាំនៅក្នុងសំណួរប្រវត្តិសាស្ត្រប្រសិនបើប្រធានសួរឡើងនៅថ្ងៃខែឆ្នាំណាបងប្អូនត្រូវតែសរសេរថ្ងៃខែឆ្នាំការបដិឆេទឲ្យបានត្រឹមត្រូវតែសូមបងប្អូនចងចាំថារាល់ការបំពេញនៅក្រដាសឯកសារសូមបងប្អូនព្យាយាមបំពេញឲ្យអស់លទ្ធភាពនិងផ្ដល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយចំឡើយប្រទេសកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ការទទួលបានឯករាជ្យនេះមានអត្ថន័យចំពោះកម្ពុជាគឺប្រទេសកម្ពុជារួចផុតពីការគ្រប់គ្រងរបស់អាណាព្យាបាលបារាំងប្រទេសកម្ពុជាទទួលបានឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដីប្រទេសកម្ពុជាមានស្វ័យភាពក្នុងការដឹកនាំប្រទេសកម្ពុជាបានដឹកនាំអភិវឌ្ឍជាតិខ្លួនស្របតាមឆន្ទៈនិងគោលបំណងប្រជាជនប្រទេសកម្ពុជាបានឈរស្មើមុខស្មើមាត់លើឆាកអន្តរជាតិប្រទេសកម្ពុជារួចផុតពីការគៀបសង្កត់ការបង្ខំឲ្យបង់ពន្ធពីបារាំងប្រជាជនកម្ពុជាមានសេរីភាពនិងមានសិទ្ធិក្នុងការសម្រេចជោគវាសនាប្រទេសជាតិដោយខ្លួនឯងប្រជាជនកម្ពុជារក្សាបាននូវវប្បធម៌ប្រពៃណីទំនៀមទម្លាប់ជំនឿសាសនារបស់ខ្លួនសំណួរទី3ចូលពិពណ៌នាអំពីចលនាតស៊ូទាមទារឯករាជ្យពីបារាំងចម្លើយពិពណ៌នាអំពីចលនាតស៊ូទាមទារឯករាជ្យពីបារាំងគឺការតស៊ូដោយប្រដាប់អាវុធដឹកនាំដោយខ្មែរឥស្សរៈដែលមាននិន្នាការសេរីនិងកុម្មុយនីសមានការជួយគាំទ្រពីសំណាក់កងកម្លាំងវៀតមិញការតស៊ូដោយសន្តិវិធីដឹកនាំដោយព្រះបាទនរោត្តមសីហនុនយោបាយក្រៅប្រទេសគឺចលនាតស៊ូការទូតទាមទារតាមបណ្ដាប្រទេសនានាដូចជាថ្ងៃទី9កុម្ភៈឆ្នាំ1953ព្រះអង្គយាងទៅប្រទេសបារាំងថ្ងៃទី11ខែមេសាព្រះអង្គយាងទៅប្រទេសបារាំងទៅកាណាដានិងសហរដ្ឋអាមេរិកថ្ងៃទី4ខែឧសភាព្រះអង្គយាងទៅប្រទេសជប៉ុនថ្ងៃទី13មិថុនាព្រះអង្គយាងទៅប្រទេសថៃនយោបាយក្នុងប្រទេសថ្ងៃទី20ខែមិថុនាឆ្នាំ1953ក្រោយពេលត្រឡប់ពីក្រុងបាងកកវិញព្រះមហាក្សត្របានគង់នៅតំបន់ស្វយ័តគឺខេត្តសៀមរាបបាត់ដំបងកំពង់ធំនិងកំណត់ថាមិនយាងមកភ្នំពេញទេបើមិនបានឯករាជ្យពេញបរិបូរណ៍ជូនជាតិថ្ងៃទី22ខែមិថុនាឆ្នាំ1953ព្រះអង្គបានរៀបចំផែនការសីហនុដែលមានកងជីពលនារីក្លាហានសំណួរទី4ចូលពិពណ៌នាអំពីការតស៊ូដើម្បីរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យឆ្នាំ1975ដល់ឆ្នាំ1979ចំឡើយពណ៌នាអំពីចលនាតស៊ូដើម្បីរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យឆ្នាំ1975
ដល់ឆ្នាំ1979គឺខែមករាឆ្នាំ1976លោកហ៊ុននឹមបានចេញមុខប្រឆាំងនឹងប៉ុលពតដើមខែមីនាឆ្នាំ1976ប្រជាជននៅចំការហ្លួងសៀមរាបទាមទារដំឡើងកម្រិតជីវភាពឆ្នាំ1977ប្រជាជនខេត្តសៀមរាបបាត់ដំបងកំពង់ធំកំពង់ឆ្នាំងមណ្ឌលគិរីនិងចំការហ្លួងបះបោរប្រឆាំងនឹងប៉ុលពតថ្ងៃទី20ខែមីនាឆ្នាំ1977លោកហ៊ុនសែនបានភៀសខ្លួនទៅប្រទេសវៀតណាមដើម្បីស្វែងរកការគាំទ្រនិងបង្កើតកម្លាំងប្រឆាំងខ្មែរក្រហមថ្ងៃទី2ខែធ្នូឆ្នាំ1978មហាសន្និបាតបានសម្រេចបង្កើតជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលដឹកនាំដោយសមាមិត្តហេងសំរិនដោយមានជំនួយពីកងទ័ពវៀតណាមនិងការចូលរួមពីប្រជាជនកម្ពុជារយៈពេលតែ3សប្តាហ៍កងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានវាយកម្លាំងខ្មែរក្រហមនិងរំដោះប្រជាជនបានរំដោះស្ទើរតែទូទាំងប្រទេសនៅថ្ងៃទី7ខែមករាឆ្នាំ1979ប្រជាជនកម្ពុជាត្រូវរំដោះឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតសំណួរទី5តើថ្ងៃរំដោះ7មករាឆ្នាំ1979បានផ្ដល់អត្ថន័យជាប្រវត្តិសាស្ត្រយ៉ាងដូចម្តេចខ្លះចំពោះកម្ពុជាចម្លើយអត្ថន័យជាប្រវត្តិសាស្ត្រថ្ងៃទី7ខែមករាឆ្នាំ1979ចំពោះកម្ពុជាគឺជាថ្ងៃដែលប្រជាជនកម្ពុជារួចផុតពីការសម្លាប់រង្គាលនៃរបបកម្ពុជាប្រជាធិបតេយ្យជាថ្ងៃកំណត់ទី2របស់ពលរដ្ឋកម្ពុជាដែលបានរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យជាថ្ងៃស្ដារនិងកសាងជាតិឡើងវិញពីគ្រប់វិស័យស្របតាមឆន្ទៈនិងគោលបំណងប្រជាជនជាថ្ងៃដែលស្ដារមុខមាត់ប្រទេសឡើងវិញក្នុងតំបន់និងឆាកអន្តរជាតិបាននាំមកជូនប្រជាជននៅសិទ្ធិសេរីភាពទាំងអស់ក្រោយការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យការរស់រានឡើងវិញនៅវប្បធម៌និងអរិយធម៌ជាតិបង្ហាញពីសាមគ្គីភាពរវាងប្រទេសកម្ពុជានិងវៀតណាមជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិចាប់ផ្ដើមបង្កើនសមត្ថភាពធនធានមនុស្សដោយបញ្ជូននិស្សិតទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេសកម្ពុជាអាចកំណត់ជោគវាសនាប្រទេសជាតិដោយខ្លួនឯងកម្ពុជាមានឯករាជ្យសន្តិភាពសេរីភាពនិងសុភមង្គលស្ថិតស្ថេរដើម្បីដំណើរជាតិបន្តទៅមុខដោយសុខដុមភាពអាចធ្វើឲ្យយើងមានផ្លូវដើរច្បាស់លាស់ដោយមិនជន់ដានអតីតកាលសូមប្រិយមិត្តអ្នកស្ដាប់ទាំងអស់រួមទាំងបងប្អូនសិស្សានុសិស្សចុច like share និង comment នៅក្នុងវីដេអូនេះដើម្បីចែករំលែកចំណេះដឹងទាំងអស់គ្នាសំណួរបន្ទាប់ចូលពិពណ៌នាអំពីទូនាទីអាស៊ាននៅអាស៊ីអាគ្នេយ៍ចម្លើយពិពណ៌នាអំពីទូនាទីរបស់សមាគមអាស៊ាននៅអាស៊ីអាគ្នេយ៍គឺវិស័យនយោបាយរក្សាសន្តិសុខសន្តិភាពក្នុងតំបន់អន្តរជាតិចូលរួមដោះស្រាយវិវាទឬជម្លោះក្នុងតំបន់និងអន្តរជាតិធ្វើឲ្យមានឯកភាពក្នុងការដឹកនាំស្របតាមលទ្ធិប្រជាធិបតេយ្យវិស័យសេដ្ឋកិច្ចជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងអភិវឌ្ឍទីផ្សារដើម្បីប្រកួតប្រជែងនៅប្រទេសជឿនលឿនជំរុញឲ្យមានកំណើនរោងចក្រឧស្សាហកម្មដើម្បីបង្កើនការងារជូនប្រជាជនកាត់បន្ថយចំណាកស្រុកនិងភាពក្រីក្របង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍និងបង្កើនការងារនិងប្រាក់ចំណូលដល់ប្រជាជនជំរុញការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានអាកាសយានដ្ឋានកំពង់ផែដល់បំពាក់នៅប្រព័ន្ធទូរគមនាគមន៍វិស័យសង្គមជំរុញកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ជំនឿសាសនាប្រពៃណីនិងទំនៀមទម្លាប់ផ្លាស់ប្ដូរបទពិសោធន៍ផ្នែកអប់រំសិក្សាធិការការបណ្ដុះបណ្ដាលធនធានមនុស្សបច្ចេកវិទ្យានិងវិទ្យាសាស្ត្រលើកកម្ពស់សិទ្ធិមនុស្សនិងសមភាព Gender នៅក្នុងតំបន់និងពិភពលោកទប់ស្កាត់ការជួញដូរមនុស្សការជួញដូរគ្រឿងញៀននិងភេរវកម្មបង្កើនទំនាក់ទំនងល្អរវាងប្រទេសជាតិនានាក្នុងតំបន់និងពិភពលោកសំណួរបន្ទាប់ចូលពិពណ៌នាអំពីមូលហេតុដែលនាំឲ្យមានការលេចឡើងនៃរបបសាធារណរដ្ឋខ្មែរសូមបងប្អូនសិស្សានុសិស្សនិងប្រិយមិត្តអ្នកស្ដាប់ទាំងអស់សូមចុច like comment share នៅក្នុងវីដេអូនេះដើម្បីចែករំលែកចំណេះដឹងល្អៗទៅកាន់ប្រិយមិត្តទាំងអស់គ្នាចម្លើយមូលហេតុដែលនាំឲ្យលេចឡើងនៅរបបសាធារណរដ្ឋខ្មែរគឺសង្គ្រាមត្រជាក់មនោគមវិជ្ជាទាំងពីរគឺសេរីនិងកុម្មុយនីសបានអូសទាញកម្ពុជាធ្លាក់ក្នុងសង្គ្រាមវិបត្តិនយោបាយអព្យាក្រឹតមិនចំទិសដៅបណ្ដាលមកពីពួកមនោគមវិជ្ជាទាំងពីរនិងអ្នកដឹកនាំខ្មែរលោភលន់អំណាចវិបត្តិសេដ្ឋកិច្ចដួលរលំរោងចក្រសហគ្រាសបណ្ដាលមកពីអំពើពុករលួយវិបត្តិសង្គមអំពើពុករលួយបកពួកនិយមលបែងស៊ីសងវត្តមានជនបរទេស
ពួកយួនយាមិញយាកុងបានចូលមករស់នៅគ្រប់ខេត្តទើបលន់នល់និងសេរីមតៈបង្ខំចិត្តធ្វើរដ្ឋប្រហារទម្លាក់ព្រះសីហនុពីតំណែងប្រមុខរដ្ឋនៅថ្ងៃទី18ខែមិនិនាឆ្នាំ1970សំណួរបន្ទាប់មូលហេតុអ្វីបានជាកម្ពុជាព្រមទទួលយកអាណានិគមនិយមបារាំងសូមប្រិយមិត្តអ្នកស្ដាប់និងបងប្អូនសិស្សានុសិស្សចុច like share និង comment នៅក្នុងវីដេអូនេះដើម្បីចែករំលែកចំណេះដឹងថ្មីៗបន្ថែមទៀតចំឡើយបានជាកម្ពុជាព្រមទទួលយកអាណានិគមនិយមបារាំងគឺវិស័យនយោបាយសៀមអាណាមគៀបសង្កត់និងចង់យកកម្ពុជាចែកជាពីរខ្មែរយកមហាអំណាចបារាំងដើម្បីជាបង្អែកការពារប្រទេសធ្វើឲ្យមានឯកភាពអំណាចរាជបល្ល័ង្កវិស័យសេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះនិងស្ថិតក្រោមការគៀបសង្កត់ពីសំណាក់សៀមអាណាមបារាំងបានអនុវត្តសេដ្ឋកិច្ចទីផ្សារបារាំងផ្ដល់ប្រាក់បៀវត្សខ្ពស់ដល់មន្ត្រីរាជការរាជវង្សានុវង្សនិងព្រះមហាក្សត្របារាំងជាអ្នកធ្វើពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសព្រមជាអ្នកកាន់កាប់ពន្ធដារវិស័យសង្គមធ្វើឲ្យសង្គមកម្ពុជាមានស្ថិរភាពមានការរៀបចំរដ្ឋបាលថ្នាក់មូលដ្ឋានតាមលំដាប់ថ្នាក់រៀបចំប្រព័ន្ធតុលាការបារាំងបាននាំសង្គមកម្ពុជាឲ្យក្លាយទៅជាទំនើបកម្មចូលពណ៌នាអំពីការកសាងជាតិឡើងវិញក្រោយរបបខ្មែរក្រហមពីឆ្នាំ1979ដល់1990ពណ៌នាអំពីការកសាងជាតិឡើងវិញរបបខ្មែរក្រហមពីឆ្នាំ1979ដល់1990វិស័យនយោបាយរំដោះប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតទាំងស្រុងទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ប៉ុលពតទប់ស្កាត់អំពើអសកម្មក្នុងសង្គមការជួញដូរមនុស្សអាវុធគ្រឿងញៀនលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញវិសោធនកម្មរដ្ឋធម្មនុញ្ញអនុវត្តនយោបាយបង្រួបបង្រួមជាតិវិស័យសេដ្ឋកិច្ចរដ្ឋាភិបាលបានស្ថាបនាសេដ្ឋកិច្ចដោយបង្កើតក្រុមសាមគ្គីបង្កបង្កើនផលដើម្បីជួយដល់ស្ត្រីមេម៉ាយក្មេងកំព្រាចាស់ជរាឆ្នាំ1980បោះពុម្ពក្រដាសប្រាក់ឲ្យចាយវាយទូទាំងប្រទេសឆ្នាំ1983ដល់ឆ្នាំ1986បដូរពីក្រុមសាមគ្គីបង្កបង្កើនផលទៅជាម្ចាស់ចំការទាំងស្រុងដោយធ្វើការបែងចែកដីធ្លីនិងឈានទៅរកកម្មសិទ្ធិផ្ទាល់ខ្លួនឬហៅថាកម្មសិទ្ធិឯកជនអនុវត្តមុខព្រួញទាំង4នៃសេដ្ឋកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចផ្លូវថ្នល់ស្ពានកំពង់ផែពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសតំបន់និងពិភពលោកពង្រឹងសន្តិភាពសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គមដើម្បីទាក់ទាញវិនិយោគទុនពីបរទេសបង្កើតសេដ្ឋកិច្ចទីផ្សារសេរីនិងជំរុញការអភិវឌ្ឍធនធានមនុស្សវិស័យសង្គមប្រព័ន្ធអប់រំត្រូវបានស្ដារឡើងវិញដោយបើកទ្វារសាលារៀនគ្រប់កម្រិតសិក្សាទទួលសិស្សឲ្យចូលរៀនតាំងពីទីក្រុងរហូតដល់ជនបទធ្វើការជ្រើសរើសនិងបណ្ដុះបណ្ដាលគ្រូបង្រៀនជំរុញនិងបំផុសចលនាអក្ខរកម្មបំពេញវិជ្ជាអនុវត្តនយោបាយអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកមិនចេះបញ្ជូនសិស្សនិស្សិតទៅសិក្សានៅបរទេសអញ្ជើញគ្រូបរទេសមកបង្ហាត់បង្រៀនខ្មែរនៅក្នុងប្រទេសវិស័យវប្បធម៌បើកសេរីភាពដល់ជំនឿសាសនាប្រពៃណីទំនៀមទម្លាប់បើកទ្វារសាលាវិចិត្រសិល្បៈនិងប្រមូលផ្ដុំសិល្បករវិស័យសង្គមបង្កើតមជ្ឈមណ្ឌលកុមារកំព្រាបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ជនពិការនិងស្ត្រីមេម៉ាយបង្កើតច្បាប់ការពារសិទ្ធិឯកជនក្នុងឆ្នាំ1987វិស័យសុខាភិបាលបើកទ្វារមន្ទីរពេទ្យទទួលពិនិត្យនិងមន្ទីរព្យាបាលបើកទ្វារសាលបណ្ដុះបណ្ដាលពេទ្យមហាវិទ្យាល័យវិទ្យាសាស្ត្រឱសថសាស្ត្រនិងទុនសាស្ត្រសំណួរតើការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមានអត្ថន័យដូចម្តេចខ្លះសម្រាប់ប្រទេសកម្ពុជាចំឡើយប្រាសាទព្រះវិហារបានដាក់ចូលនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបានផ្ដល់ក្នុងអត្ថន័យសម្រាប់កម្ពុជាបង្ហាញពីអត្តសញ្ញាណជាតិបណ្ដុះបណ្ដាលស្មារតីកូនខ្មែរជំនាន់ក្រោយត្រូវចេះស្រឡាញ់ថែរក្សាវប្បធម៌និងថែរក្សាការពារវប្បធម៌ដែលជាមរតកបន្សល់ទុករបស់ដូនតាបង្ហាញដល់ពិភពលោកពីតម្លៃរបស់កម្ពុជាពិភពលោកទទួលស្គាល់និងទទួលថែរក្សាការពារសម្រាប់មនុស្សជាតិបង្ហាញពីតម្លៃឯករបស់ផ្នែកស្ថាបត្យកម្មនិងសិល្បៈរបស់ដូនតាខ្មែរបង្ហាញពីឥទ្ធិពលអំណាចនិងវិសាលភាពរបស់កម្ពុជានាសម័យមហានគរ
ផ្ដល់កំណើនសេដ្ឋកិច្ចដល់កម្ពុជាតាមរយៈវិស័យទេសចរណ៍ផ្ដល់ការងារជូនពលរដ្ឋដែលរស់នៅតំបន់នោះបង្ហាញពីទេពកោសល្យរបស់ព្រះរាជាខ្មែរនិងពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់នាសម័យនោះមានអត្ថន័យជាប្រវត្តិសាស្ត្រដល់ពលរដ្ឋខ្មែរដែលមានមោទនភាពជាមួយពិភពលោកដែលធ្វើឲ្យជាតិខ្មែរល្បីរន្ទឺ